បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញ Facebook បាទថ្ងៃនេះខ្ញុំសូមចែកម្លែងតិចរវាងត្បូងលឿងរតនគិរីបាទនេះគឺត្បូងលឿងរតនគិរីត្បូងដុតបាទនិងត្បូងស៊ីត្រីនបាទអានេះស៊ីត្រីនខ្ញុំអត់ស្គាល់អត់ដឹងដែរនឹងប្រភពមកពីណាទេប៉ុន្តែគេហៅតែត្បូងស៊ីត្រីនបាទអញ្ចឹងត្បូងនេះខ្ញុំសូមមិត្តភ័ក្តិមកទេដើម្បីខ្ញុំធ្វើคลิปនេះប្រៀបធៀបគ្នាបាទរវាងត្បូងដុតធម្មជាតិរតនគិរីនិងត្បូងស៊ីត្រីនបងប្អូនមួយចំនួនដែលធ្លាប់ទិញទៅតាមរយៈគេផ្សេងបាទតែងតែផន់ច្រឡំរវាងត្បូងស៊ីត្រីននេះបាទត្បូងស៊ីត្រីននេះបាទនិងត្បូងរតនគិរីបាទតែងតែច្រឡំអញ្ចឹងថ្ងៃនេះខ្ញុំវែកញែកបន្តិចបាទចែករំលែកយើងធៀបទៅអញ្ចេះវិញបាទត្បូងរតនគិរីត្បូងធម្មជាតិយើងអាចដិតអាំងស្ងោមទៅណាទេបាទហើយបើនិយាយធៀបផ្លែឈើវិញត្បូងរតនគិរីនេះឯងដោយផ្លែឈើដែលមានរសជាតិធម្មជាតិបាននេះជូរអែមឆ្ងាញ់គេហៅថាផ្លែឈើឆ្ងាញ់ពិសាបាទមានគ្រប់រសជាតិនៅក្នុងផ្លែតែមួយដោយត្បូងនេះអញ្ចឹងសម្រស់ពណ៌វានៅក្នុងតួត្បូងតែមួយហ្នឹងវាមានច្រើនបាទបើយើងពេលយើងកូចគុណវាដោយចិត្តចង់វាមានសម្រស់ច្រើននៅក្នុងសាច់ត្បូងតួត្បូងនេះឯងបាទចំណែកត្បូងស៊ីត្រីនបាទបើនិយាយផ្លែឈើវិញរសជាតិជូរបាទរសជាតិជូរវាអត់មានផ្អែមក្នុងហ្នឹងទេវាបើពណ៌ហ្នឹងគឺពណ៌ហ្នឹងមើលក្រៅហ្នឹងគឺមានពណ៌ហ្នឹងតែមួយពណ៌តែម្ដងហើយត្បូងនេះឯងវាមានពណ៌រៀងចាស់ជាងហ្នឹងខ្ចីជាងហ្នឹងដែរក៏ប៉ុន្តែវាជាអំបូរត្បូងស៊ីត្រីនចំណែកវាហ៊ានចូលភ្លើងឬមិនចូលភ្លើងស្ងោអាំងអីយ៉ាងណាអាហ្នឹងខ្ញុំអត់ដឹងទេព្រោះខ្ញុំទៅផ្សំមិត្តភ័ក្តិមកដើម្បីធ្វើคลิปខ្ញុំលក់តែត្បូងរតនគិរីធម្មជាតិតែប៉ុណ្ណឹងអញ្ចឹងណាហើយថ្ងៃនេះខ្ញុំធ្វើคลิปចែកម្លែកនេះគឺដើម្បីឲ្យបងប្អូនខ្លះគាត់ឈប់ឆ្ងល់រវាងត្បូងលឿងរតនគិរីនិងត្បូងស៊ីត្រីនបាទព្រោះមានបងប្អូនខ្លះដែលគាត់ជាអ្នកលក់នឹងអាចកុហកដែរបាទយកត្បូងស៊ីត្រីនកុហកថាត្បូងលឿងរតនគិរីនេះចេះទៅបាទត្បូងរតនគិរីមើលបង្ហាញរតនគិរីបាទត្បូងរតនគិរីបាទអានេះស៊ីត្រីនបាទស៊ីត្រីនអញ្ចឹងបងប្អូនកុំច្រឡំចំណែកតម្លៃវិញរវាងត្បូងស៊ីត្រីននេះនិងត្បូងរតនគិរីมันអាចប្រៀបធៀបគ្នាបានទេបាទត្បូងស៊ីត្រីនវាតម្លៃតុនទេអញ្ចឹងបងប្អូនខ្លះធ្លាប់ទិញណាអញទិញត្បូងរតនគិរីដែរតម្លៃតុនបាទតុនគឺប៉ះអាតុនហ្នឹងហើយបាទมันអាចតុនប៉ះរឹងទេបាទអញ្ចឹងបងប្អូនខ្លះទិញរបស់យើងអាចសង្កេតដឹងបានខ្លះដែរបាទរវាងតម្លៃពេលខ្លះរបស់ដែលអន់គេលក់ធូរហើយគាត់ដែរយករបស់ល្អណាស់ទៅលក់ធូរទេអញ្ចឹងសូមប្រយ័ត្នបាទបច្ចៈបាទបងរតនគិរី4គ្រាប់នេះបាទបងដុតចង់យកដាក់ដុតក្នុងខ្ជុំយកទៅអាំងស្ងោរឆាចៀននេះក៏អត់ទៅណាដែរបាទចំណែកស៊ីត្រីននេះมันច្បាស់ទេហើយស្ងោរចៀននឹងបានអត់ទេបាទអញ្ចឹងសូមអរគុណជម្រាបលាបាទជំរាបសួរបាទអានេះចង់បង្ហាញត្បូងរតនគិរីយើងដុតមកវាបានចម្រុះពណ៌បាទអានេះយើងតន់រៀបបានចេញជាខ្សែកឬខ្សែដៃទេបាទតែខ្ញុំចង់បង្ហាញថាត្បូងដុតរតនគិរីនឹងពណ៌វាមានចម្រុះទៅលើមិនយើងដុតទៅវាអត់បានពណ៌ដូចគ្នាទេដូចជាមនុស្សយើងទោះបីកូនភ្លោះក៏មុខអត់ដូចគ្នាអញ្ចឹងត្បូងធម្មជាតិដូចគ្នាដូចតែមនុស្សដែរទេបាទអញ្ចឹងមានពណ៌លឿងក្រហមលឿងចាស់លឿងខ្ចីអញ្ចឹងទៅបាទចានេះត្បូងដុតរតនគិរីហើយយើងមើលតួត្បូងក្របត្បូងគឺមើលទៅវាដូចមានទម្ងន់បានន័យថាហាប់ទម្ងន់ណាបាទចំណែកនេះខ្ញុំចង់បង្ហាញស៊ីត្រីនដែរបាទស៊ីត្រីនវាមើលទៅវាឆាវបាទវាឆាវវាថាមកជូរវាថាជូរហាញ់ណាមើលទៅដាក់ទៅជូរហាញ់ទៅមុខពួនអញ្ចឹងហ្មងបាទហ្នឹងត្បូងស៊ីត្រីននេះត្បូងស៊ីត្រីនបាទខ្ញុំដាក់ត្បូងស៊ីត្រីនមកក្របហ្នឹងត្បូងស៊ីត្រីនហើយបាទចឹងខ្ញុំធ្វើឲ្យឆ្ងាយមើលថតឆ្ងាយបាទត្បូងស៊ីត្រីនអាក្រោមហ្នឹងបាទអញ្ចឹងពេលវាយកមកដាក់ក្បែរគ្នាมันអាចច្រឡំគ្នាទេបាទ
រវាងត្បូងស៊ីត្រេនលឿងស៊ីត្រេននិងត្បូងធម្មជាតិរតនគិរីมันអាចច្រឡំគ្នាទេបាទត្បូងរតនគិរីវាមើលទៅដូចតែក្របវាមួយធ្ងន់ហាប់ហ្មងបើថាកំហាប់វាហាប់ហ្នឹងបាទមាំហ្មងបើថាឡានសាក់ស៊ីមាំបាទរសជាតិផ្លែឈើគឺឆ្ងាញ់បាទមានគ្រប់រសជាតិបាទត្បូងរតនគិរីហើយមើលត្បូងស៊ីត្រេនយើងមើលបើគិតតាសឡឹងមួយផ្លេតថាស្អាតឆាវវាឆាវប៉ុន្តែវាអត់មានន័យទេបាទសូមអរគុណ